បាទសួស្តីទៅកាន់បងប្អូនយើងទាំងអស់គ្នាបងប្អូនយើងដែលរស់នៅក្នុងប្រទេសជប៉ុនទាំងអស់គ្នាបងប្អូនយើងចេះ print กระดาษឬក៏ឯកសារអីផ្សេងៗដោយខ្លួនឯងនៅក្នុងប្រទេសជប៉ុននៅបងប្អូនយើងបាទហើយបើសិនជានៅទេក្នុងវីដេអូនេះខ្ញុំនឹងប្រៀនបងប្អូនទាំងអស់គ្នាអំពីរបៀប print ឯកសារអីផ្សេងៗខ្ញុំជឿជាក់ថាបងប្អូនយើងដែលរស់នៅក្នុងប្រទេសជប៉ុនខ្ញុំជឿថាពួកគាត់ប្រកាសជាមានឯកសារអីមួយចំនួនដែលខាងសាលាឬក៏ខាងសមាគមអីគាត់បកគោលជូនយើងឲ្យយើង print ឬក៏ copy ដល់ខ្លួនឯងហើយនឹងបំពេញដល់ខ្លួនឯងហើយបងប្អូនយើងជឿមិនផុតអំពីការដែលទៅ print ឬក៏ copy អីនៅក្នុង company នៅក្នុងប្រទេសជប៉ុនទេបាទហើយបើសិនជាចំណុចទាំងអស់នេះជាបញ្ហារបស់បងប្អូនយើងអូខេខ្ញុំនឹងបរៀនបងប្អូនទាំងអស់គ្នាអំពីរបៀប print បាទគឺងាយស្រួលទេអត់បាក់ទេបើសិនជាបងប្អូនយើងតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់អូខេបងប្អូនយើងតោះយើងទៅធ្វើទាំងអស់គ្នាជាហ៊ានដំបូងគឺយើងចូលទៅកាន់ Play Store ឬក៏ App Store ដើម្បី download នៅកម្មវិធីមួយដើម្បីជំនួយដល់ការ print របស់យើងចូលមកកាន់ App Store ទាំងអស់គ្នាហើយយើង search ពាក្យថា print smash បាទខាងលើគេនេះបាទក្រែមខ្ញុំគូកំពុងនេះហើយដោយសារតែខ្ញុំ download ហើយអញ្ចឹងខ្ញុំគ្រាន់តែចុច open វាមក load មកផ្ទាំងបែបនេះដោយសារតែ file របស់ខ្ញុំគឺជា file PDF អញ្ចឹងខ្ញុំចុចយក print PDF នេះមកបើបងប្អូនចង់ print ជាលក្ខណៈ photo ឬក៏រូបភាពបងប្អូនចុចខាងលើនេះមកបាទសម្រាប់ខ្ញុំចុច file PDF អូខេឥឡូវខ្ញុំចុច file PDF សិនអូខេវានឹងចូលមកផ្ទាំងមួយនេះហើយនេះគឺជា file របស់ខ្ញុំចុចមើលសិនមកនេះបើគឺជា file របស់ខ្ញុំមាន 3 ស្លឹកហ្នឹងហើយបើសិនជាក្នុងករណីដែលបងប្អូនចូលមកដល់កន្លែងហ្នឹងហើយអត់មានឃើញ file ហ្នឹងអូខេខ្ញុំនឹងប្រៀនពីរបៀបទាញ file ចូលមកក្នុង app មួយហ្នឹងបាទឥឡូវឧទាហរណ៍ថាfile ត្រូវបានគេផ្ញើមកតាម Messenger ចុះបាទឥឡូវខ្ញុំចូលមក Messenger ហើយនេះគឺជា file ហើយនេះគឺជា file របស់ខ្ញុំណាហើយខ្ញុំគ្រាន់តែ click លើវាមកហើយចុចសញ្ញានេះបាទនេះសញ្ញាព្រួយនេះហើយយើងអូសទៅលើបន្តិចយកពាក្យថា save to file បាទ save to file យើង click save មកដល់កន្លែងនេះយើង rename មកបាទយើងបដូរឈ្មោះ file របស់យើងមកដើម្បីស្រួលចំណាំយើងដាក់ថា ABC យើងទៅអូខេឧទាហរណ៍ណាបងប្អូនអូខេ ABC យើងហើយយើងចុច save មកបាច់មកគឺអូខេហើយអញ្ចឹងយើងចេញទៅវិញយើងចូលទៅក្នុង app នឹងម្ដងទៀតបាទអ្នកនរគ្នានេះយើងចូលមកយើងនឹងឃើញ file របស់យើងមួយទៀតហើយអូខេឥឡូវខ្ញុំ back សិនអូខេចុចម្ដងទៀតហើយចុចពាក្យថា add open file នេះអ្នកនរឃើញ file ABC របស់ខ្ញុំហ្នឹងមិញបាទនេះគឺជា file ដើមរបស់ខ្ញុំហើយនេះគឺជា file ដែលខ្ញុំទើបតែ save មិញបាទបើសិនជាបងប្អូនគ្រាន់តែចង់ print file ណាមួយបងប្អូនគ្រាន់ select file មួយហ្នឹងមកគឺវាទៅហើយអញ្ចឹងខ្ញុំ print អានេះបាទហើយយើង open មកទៅឃើញទេវាឡើង2អញ្ចឹងមកខ្ញុំយកតែមួយបានហើយអូខេអញ្ចឹងហើយយើងត្រូវធ្វើមិនទៀតយើងប៉ុណ្ណឹងយើងបានហើយយើងចេញសិនមកបងប្អូនយើងបាទយើងចេញប៉ុណ្ណឹងសិនហើយយើងត្រឡប់ទៅ company ទាំងអស់គ្នាអូខេយើងទៅ company ដើម្បី print បាទពីព្រោះថាម៉ាស៊ីន print គឺនៅ company អូខេបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកដល់ company ហើយបាទជាដំបូងនេះយើងប្រូភាសាសិនមកបាទដើម្បីងាយស្រួលហើយបន្ទាប់មកគឺយើងចុចពី print បាទតាមហ្នឹងមកបាទអ្នកគ្នាមើលតាមហ្នឹងមកបាទអត់ខុសទេដោយសារតែវីដេអូនេះរៀងលឿនបាទខ្ញុំអាចនឹងនិយាយអត់ទាន់វីដេអូអញ្ចឹងណាប៉ុន្តែធ្វើតាមលំនាំរបស់ខ្ញុំមួយមកមើលដៃដែលខ្ញុំចុចមួយមកគឺអត់ខុសទេបាទតបមកទៀតបាទនេះដល់ចំណុចនេះគឺចំណុចសំខាន់បងប្អូនយើងបាទគឺថាយើងត្រូវ connect Wi-Fi ជាមួយនឹងទូរស័ព្ទរបស់យើងបាទនេះគឺជា Wi-Fi របស់ company បាទអញ្ចឹងខាងលើនេះគឺជាឈ្មោះ Wi-Fi ហើយខាងក្រោមនេះគឺជាលេខកូដដែលយើងត្រូវតែបំពេញ password Wi-Fi បាទហើយឥឡូវនេះគឺយើងចូលមកកាន់ Wi-Fi មក Wi-Fi យើងធម្មតាមកបាទនេះហើយយើង connect មកយើងវាយ passcode អីឲ្យហើយមកគឺវានឹង connect បាទចាប់ផ្ដើម connect ហើយប៉ុន្តែវាមានអ៊ីនធឺណិតទេបាទវាគ្រាន់តែជា connect ដើម្បីភ្ជាប់ទូរស័ព្ទរបស់យើងទៅកាន់ម៉ាស៊ីន print ទេបាទអ្នកនរគ្នាបន្ទាប់ពីយើង connect ហើយគឺយើងចូលមកកាន់កម្មវិធី print របស់យើងបាទកម្មវិធីដែលខ្ញុំឲ្យបងប្អូនយើង download ហ្នឹងបាទហើយយើងចាប់ផ្ដើម open file ដូចខ្ញុំប្រាប់លើកមុនមក select យក file ដែលយើងចង់ print មកហើយវានឹងចូលមកផ្ទាំងមួយនេះបាទបន្ទាប់មកទៀតយើងចុចទៅតាមព្រួយរបស់ខ្ញុំមកដែលខ្ញុំដាក់ហ្នឹងហើយយើងចុច send បន្តទៀតមកហើយរងចាំបន្តិចវាកំពុងតែដំណើរការហើយបន្ទាប់មកវានឹងចេញតម្រងបែបនេះបន្ទាប់ពីចេញអញ្ចឹងហើយយើងមិនបាច់ខ្វល់ពីទូរស័ព្ទទៀតទេយើងក្លេកមកលើ screen របស់ម៉ាស៊ីន print វិញម្ដងបន្ទាប់មកវានឹងចេញបែបនេះបាទអ្នកនរគ្នាយើងគ្រាន់តែចុចលើគេមកចុចហើយយើងចុច agree បន្តទៀតអញ្ចឹងហើយមិនទៀតបាទនេះវានឹង load file របស់យើងឲ្យនៅក្នុងហ្នឹងតែម្ដងបន្ទាប់មកយើងចុចពីថា next មកដល់កន្លែងនេះគឺមានជម្រើស2បើយើងចង់ print color យើងយកខាងឆ្វេងបើយើងចង់ print សខ្មៅគឺយើងយកខាងស្ដាំតមកទៀតបើយើងចង់ print តែខាងមុខយើងចុចយក one side មកបើយើងចង់យកទាំងមុខទាំងក្រោយយើងចុច two side print មកតមកទៀតបងប្អូនចុចតាមខ្ញុំមកបាទចុច A4 ហ្នឹងមកហើយបន្តមកទៀត
ទៀតយើងចុចពាក្យថា next បន្តទៀតវាស្មុគស្មាញទីបងប្អូនយើងអញ្ចឹងទាមទារបងប្អូនយើងតាមដានឲ្យបានជាប់បាទកុំខាបើសិនជាខាខ្លាចបងប្អូនយើងតាមអត់ទាន់ហើយបន្តមកទៀតកន្លែងនេះគឺគេឲ្យយើង check មើលឯកសាររបស់យើងណាថាតើត្រឹមត្រូវអត់មានប្រមាណស្លឹកអីបានស្លឹកអញ្ចឹងណាបើសិនជាត្រឹមត្រូវឲ្យហើយយើងចុចពាក្យថា next បន្តទៀតទៅមុខទៀតទៅបាទមកដល់កន្លែងនេះគឺជាជំហានចុងក្រោយបងប្អូនយើងជំហាននេះគឺជាជំហានដែលយើងត្រូវបង់លុយចំនួន150 yen ដែលគេដាក់នៅលើនឹងស្រាប់ហ្នឹងហើយយើងបង់គឺលក្ខណៈជាលុយឬក៏ជាកាក់ក្នុងហ្នឹងបន្ទាប់ពីយើងដាក់លុយដាក់កាក់ចូលហើយយើងគ្រាន់តែចុច start print មកគឺអូខេហើយបងប្អូនយើងបាទគឺវានឹងចាប់ផ្ដើមធ្វើការ print ឯកសារឲ្យយើងហើយបន្ទាប់មកយើងនឹងទទួលបានឯកសារដែលយើងចង់បានមួយច្បាប់ហើយបងប្អូនយើងបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនយើងបាទអរគុណហើយសង្ឃឹមថាវីដេអូនេះនឹងអាចក្លាយទៅជាប្រយោជន៍សម្រាប់បងប្អូនយើងទាំងអស់គ្នាផងដែរហើយសំណូមពរមួយបងប្អូនកុំភ្លេចចូលទៅជួយ follow Facebook page របស់ខ្ញុំម្នាក់មួយផងបងប្អូនយើងដើម្បីជាការលើកទឹកចិត្តនិងដើម្បីទទួលបាននៅវីដេអូថ្មីៗល្អៗបន្ថែមទៀតខ្ញុំនឹងដាក់ link នៅខាងក្រោមដើម្បីឲ្យបងប្អូនយើងងាយស្រួលចូលទៅកាន់ Facebook page អរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ